ថ្ងៃនេះខាងសាលារបស់អូន Frozen និងអូនអេសាធ្វើកម្មវិធីចែកប័ណ្ណសរសើរដល់សិស្សពូកែដែលជាប់ជ័យលាភីលេខ1លេខ2លេខ3ចាសម្រាប់អូន Frozen គឺជាប់ជ័យលាភីលេខ1ផ្នែកភាសាអង់គ្លេសហើយអូនអេសាជាប់ជ័យលាភីលេខ2ផ្នែកភាសាខ្មែរមត្តេយ្យកម្រិតខ្ពស់ឥឡូវនេះអូនកំពុងតែរងចាំឡើងទទួលប័ណ្ណសរសើរពីលោកគ្រូអ្នកគ្រូចែកប័ណ្ណសរសើរចាឥឡូវយើងទទួលបានប័ណ្ណសរសើរហើយក៏ត្រឡប់មកផ្ទះវិញតាមពិតវីដេអូនេះខ្ញុំថតបានតិចទេចាហើយវីដេអូកម្មវិធីហើយវីដេអូរូបភាពអីគឺនៅខាងសាលាគេអ្នកថតទាំងអស់ទេអត់តាន់បានទទួលបានរូបថតក៏ដូចជាវីដេអូពីខាងសាលាទេអានេះជាវីដេអូដែលខ្ញុំថតបានតិចអញ្ចឹងទៅខ្ញុំយកមកកាត់ហើយបញ្ចូលជាសំឡេងហើយក៏ចង់ប្រាប់ថាខ្ញុំមានមោទនភាពមែនតើចំពោះកូនរបស់ខ្ញុំទាំងពីរគាត់ពូកែគាត់រៀនពូកែអញ្ចឹងណាកំពុងតែប្រអាប់អូនអេសាអញ្ចឹងសោះបានលេខ2អីដែរចាហើយឥឡូវនេះអូនអេសាមក unboxing ជាមួយនឹងកាដូលើកទឹកចិត្តពីសាលាចាអូន Frozen បានសភៅបានខ្មៅដៃបានចូលលុបដេកខួងហើយនឹងប្រអប់ប៊ិចហើយអូនអេសាវិញបានកាបូបដាក់ប៊ិចមួយអញ្ចឹងទៅចាចង់និយាយថាសាលារបស់អូនមិនជាធ្វើកម្មវិធីអីធំដុំទេគ្រាន់តែធ្វើជាកម្មវិធីចែកប័ណ្ណសរសើរនិងកាដូលើកទឹកចិត្តតិចតួចដល់សិស្សពូកែឲ្យគាត់ខិតខំប្រឹងរៀនបន្តទៀតចឹងណាចាវីដេអូនេះមានតែប៉ុណ្្នឹងទេចាបាយបាយ